នៅពេលមានស្ដេចជាមនុស្សអាក្រក់ខុសខើពិភពលោកនឹងជួបវិបត្តិអំណាចងងឹតគ្រប់គ្រងរាជវាំងមនុស្សនិងទេវតាមិនអាចនៅស្ងៀមបានមនុស្សធម្មតាម្នាក់ត្រូវបានជ្រើសរើសតែងតាំងជាទេវតាដើម្បីផ្លាស់ប្ដូរជោគវាសនាពិភពលោកខ្ញុំជាមនុស្សធម្មតាហេតុអីជ្រើសរើសខ្ញុំពិភពលោកត្រូវការអ្នកដើម្បីជួយសង្គ្រោះពីមនុស្សធម្មតាខ្លាចជាអ្នកសង្គ្រោះចក្រវាលទាំងមូលដើម្បីខ្លាចជាទេវតាអ្នកត្រូវប្រយុទ្ធនិងយកឈ្នះលើជោគវាសនារបស់ខ្លួនជាមុនសិនខ្ញុំប្រយុទ្ធមិនមែនចង់បានអំណាចតែដើម្បីយុត្តិធម៌លើងសមរភូមិសង្គ្រាមទេវតាអារក្សនិងមនុស្សប្រយុទ្ធគ្នាអលអស់ឋានទាំង3ទទួលសិទ្ធិប្រាញ់មុខដោយក្រុមហ៊ុន PPCTV រឿងដំណាលតែងតាំងទេវតាមានផ្សាយជូនទស្សនាក្នុងពេលឆាប់ៗនេះនៅលើកញ្ចក់ទូរទស្សន៍ខ្សែការ PPCTV តែមួយគត់គឺប៉ុស្តិ៍លេខ10